សូមជម្រាបសួរសាជាថ្មីអរុនសុស្ដីដល់ប្រិមិត្តពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូរបស់ខ្ញុំបងប្អូនយប់មិញគឺព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបើកណាប្រារព្ធពិធីដំបូងនៅក្នុងប្រទេសមីស៊ីកូដំណើរការនៃការបាល់ទាត់ណាទាត់បាល់លំដាប់ថ្នាក់ពិភពលោកឆ្នាំ2026នេះគឺ World Cup ឆ្នាំ2026នៅក្នុងនោះតែយើងឃើញទេការប្រកួតនៅវេលាម៉ោង2យប់មិញគឺមីស៊ីកូជាមួយនឹងណាបាទអាហ្វ្រិកខាងត្បូងអញ្ចឹងទេគឺយើងថាក្រុមជម្រើសជាតិរបស់ប្រទេសអាហ្វ្រិកខាងត្បូងខិលខំណាបងប្អូនបាទប៉ុន្តែទោះយ៉ាងណាក៏មិនអាចណាយកឈ្នះលើក្រុមម្ចាស់ផ្ទះជម្រើសជាតិម្ចាស់ផ្ទះហ្នឹងគឺគាត់ខ្លាំងស្រាប់ហើយណាមួយទៀតគឺសម្លេងកងរំពងពីណាប្រជាពលរដ្ឋរបស់គាត់ទៅគ្រប់គ្រងពេញទំហឹងម្ដងពីព្រោះថាជាព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ប្រទេសគាត់បូករួមនៅចិត្តទៀតគាត់ទៅហើយអញ្ចឹងអាចថាណាដេប៉ារបស់ខាងមីស៊ីកូនឹងអាចខ្ពស់ជាងហើយដល់អញ្ចឹងទៅលទ្ធផលគឺបែបហ្នឹងអញ្ចឹងទេបងប្អូនវិលមកវិញពីណាខ្លះមិនទាន់ក្រោកដោយសារតែមើលបាល់យប់មិញប៉ុន្តែទោះយ៉ាងណាយើងតិចទៀតណានឹងមានការប្រកួតនៅក្នុងក្រុម A នេះមួយទៀតដែរបងប្អូនថាចាំមើលតើណាក្រុម A ណាមាន4ក្រុមឥឡូវប្រកួតមួយគូហើយនៅមួយគូនៅម៉ោង9នេះទៀតនៅក្នុងថ្ងៃទី12នេះថ្ងៃសុក្រនេះគឺយើងនឹងតាមដានទាំងអស់គ្នានៅម៉ោង9ព្រឹកនេះបន្តិចទៀតនេះគឺក្រុមជម្រើសជាតិណាកូរ៉េខាងត្បូងប៉ះជាមួយនឹងក្រុមណាជម្រើសជាតិសាធារណរដ្ឋឆែកថាតើក្រុមទាំងពីរនេះតើក្រុមណាអាចយកណាគ្រាប់បាល់ច្រើនជាងណាក្រុមយុបមិញឬយ៉ាងណាបងប្អូនចាំរងចាំទស្សនាទាំងអស់គ្នាហើយបើចំពោះបងប្អូនវិញចង់ឲ្យក្រុមជម្រើសជាតិណាបើខ្ញុំចង់ឲ្យក្រុមជម្រើសជាតិណាកូរ៉េខាងត្បូងព្រោះយើងអាស៊ីដូចគ្នា